កូនពុកក្នុងខ្សែភ្នែករបស់កូនពុកប្រហែលជាមនុស្សម្នាក់ដែលតឹងរឹងបំផុតម៉ត់ចត់បំផុតហើយក៏ជាមនុស្សម្នាក់ដែលពិបាកនឹងចូលចិត្តបំផុតដែរជួនកាលកូនប្រហែលជាលួចតូចចិត្តពេលឃើញពុកមិនសូវសើចសប្បាយមិនសូវពោលពាក្យលួងលោមឬចូលចិត្តប្រើច្បាប់ទម្លាប់មកដាក់កំហិតលើសេរីភាពរបស់កូនតែកូននឹងទេនៅពីក្រោយទឹកមុខដ៏មើងម៉ាត់និងសម្ដីដ៏តឹងរឹងនោះគឺមានបេះដូងមួយដែលបារម្ភពីកូនខ្លាំងជាងនរណាទាំងអស់ការដែលពុកតឹងរឹងជាមួយកូនព្រោះពុកដឹងថាពិភពលោកខាងក្រៅវាមិនទន់ភ្លន់ជាមួយកូនឡើយពុកចង់បង្វឹកកូនឲ្យក្លាយជាដៃថែបដើម្បីឲ្យកូនអាចតស៊ូជាមួយនឹងខ្យល់ព្យុះនៃជីវិតនៅថ្ងៃខាងមុខបានពុកមិនចង់ឃើញកូនទន់ជ្រាយមិនចង់ឃើញកូនដួលហើយក្រោកមិនរួចទើបពុកបង្ខំឲ្យកូនរៀនឈរដោយខ្លួនឯងតាំងពីកូននៅក្មេងពាក្យស្ដីបន្ទោសរបស់ពុកគឺជារបងការពារកូនមិនឲ្យធ្លាក់ទៅក្នុងរំតៅនៃកំហុសភាពម៉ត់ចត់របស់ពុកគឺជាពន្លឺតម្រង់ផ្លូវឲ្យកូនដើរទៅរកភាពជោគជ័យពិតណាស់កូនប្រហែលជាមិនដែលឃើញពុកយំតែមិនមែនមានន័យថាពុកមិនចេះឈឺចាប់ឡើយពេលកូនឈឺម្ដងពុកដើរចុះឡើងទាំងបារម្ភតែពុកមិនបញ្ចេញឲ្យកូនឃើញព្រោះពុកត្រូវតែធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់